ហ្នឹងសួស្តីបងប្អូននេះខ្ញុំមកប្រម៉ូសិនឲ្យអូនទុំតិចបាទនេះកដប់គាត់នេះដាក់ពងបងប្អូនដាក់បាន2ថ្ងៃអញ្ចឹងបងប្អូនណាចង់បានពងពូជបាទពងពូជដល់ការថ្មីនេះតាក់ទងមកគាត់មកបាទថ្ងៃទី6បាទទី6ខែ11 2021បាទនេះតាក់ទងមកគាត់នោះគឺ1គឺបានធំហ្នឹងគាត់នេះវា7ម៉ែត្រគុណ2ម៉ែត្របងប្អូនមើលជួបបងទុំមានតែជួបប្រទេសដែលអាកដោប៉ោគូហ្នឹងពេលប៉ោគូវាងាប់ច្រើនមូលហេតុអីមើលជួបបញ្ជាក់ជួយបញ្ជាក់ឲ្យខ្ញុំទីដើម្បីឲ្យទស្សនិកជននេះដឹងនេះមើលបាទហ្នឹងហើយជួយបញ្ជាក់តិចមើលហេតុអីបានជាកដោពេលប៉ោគូនេះងាប់មកហ្នឹងមើលហេតុអីបាទមានមួយចំណុចខ្ញុំជួយបញ្ជាក់តិចបាទមូលហេតុដែលវាងាប់ច្រើនវាមានពីប្រភេទគឺអញ្ចឹងដែលទី1វាខ្វះកម្ដៅបាទកាលណាវាខ្វះកម្ដៅយើងតាំងរបស់យើងគ្រប់ត្រជាក់ពេកកាសធាតុត្រជាក់អញ្ចឹងពេលកដោបវាសកស្លាប់វានៅស្លាប់តន់វាអាចស៊ីគ្នាអាខ្លះវាជន់គ្នាវាអាចងាប់វាក្ររឹងណាអញ្ចឹងធ្វើវាងាប់ដែរហើយទី2ចំណីយើងសៀតគ្រប់គ្រាន់កណ្ដាលទីគ្រប់គ្រាន់ចំណីវាអត់ឆ្ងាញ់យើងឲ្យស៊ីទៅស្លឹកចេកយើងអត់មានស្មៅគេថាស្មៅប្រភេទស្មៅកសិកម្មដូចជាស្ពើនីពីអ៊ីស្រាអែលដូចជាស្លឹកអំពៅយើងអត់មានឲ្យស៊ីអញ្ចឹងវាស៊ីស្លឹកចេកស៊ីទៅស្មៅតិចតួចអញ្ចឹងវាគ្រប់គ្រាន់វាអាចងាប់គោវាងាប់ដែរវាខ្សោយមូលហេតុវាខ្សោយបាទហ្នឹងបងប្អូនទស្សនិកជនខ្ញុំគាត់បញ្ជាក់បន្តិចខ្ញុំធ្លាប់ឃើញបាទខ្ញុំធ្លាប់ឃើញបើខ្ញុំតាមដានការចិញ្ចឹមកដោបនេះច្រើនណាស់ហើយបាទបងប្អូនទស្សនាទូរស័ព្ទខ្ញុំតាមការYouTube របស់ខ្ញុំដឹងហើយប៉ុន្តែខ្ញុំគាត់បញ្ជាក់សួរបងទុំអញ្ចឹងតើខាងស្រុកបងប្អូនដែលមានផលវិបាកដូចអញ្ចឹងដែរអត់បាទខ្ញុំតែឃើញថាកាលណាដល់ពេលកដោបពាក់ប៉ោបគូគឺមានស្លាប់យ៉ាងមកឬមួយក៏វាមូលហេតុអីដែលយើងយកពងច្រើនពេកឬមួយយ៉ាងម៉េចក៏មិនម៉េចបងទុំសួរបញ្ជាក់ទាំងនេះមើលវាមិនមកយើងយកពងច្រើនក៏ងាប់ក៏មិនក៏នឹងបែបនឹងបានសួរបញ្ជាក់នេះហ្នឹងអាងាប់មួយទៀតងាប់ដល់សារពងច្រើនហ្នឹងយើងយកពងអាពណ៌មេពងរួចគឺបានតែរយៈពេលតែ5ទៅ6ថ្ងៃគឺវាងាប់ហើយនេះយើងពងអស់ពេកយើងពងអស់ហ្មងអាហ្នឹងវាងាប់ដល់សារវាពងរួចអញ្ចឹងអាយុកាលវាតែពងរួចគឺវាងាប់ហើយហ្នឹងហើយបងប្អូនទាំងជនអញ្ចឹងយើងចង់បញ្ជាក់ពីអាយុកាលរបស់កដោបអញ្ចឹងកាលណាវាពងរួចហើយគឺបានរយៈពេលតែ5ថ្ងៃគឺវាស្លាប់ហើយមិនយ៉ាងមួយថ្ងៃគឺស្លាប់ទៅវិញអញ្ចឹងបានជាយើងបាទគេយកពងតែ2ថ្ងៃឬ3ថ្ងៃគេចាប់ដើមយកមេលួមិនអញ្ចឹងហីបាទហ្នឹងហើយវាមិនតន់ពងទេតែនៅរស់បាទហើយមើលនេះអញ្ចឹងបាទមើលបងប្អូនមើលនៅក្នុងខាងនេះនេះយកបានថ្ងៃនេះបងនេះយកបាន2ថ្ងៃដាក់ពងហើយក៏ច្រើនបងប្អូនបាទហើយនេះបានកាត់ទុំបាទទៅទុំប៉ុន្តែពងកដោបល្អបងប្អូននេះនេះផ្លែប្រហែលគីឡូបងប្អូនបន្ទុំនេះ1គីឡូកាលនោះដាក់នឹងពងទាំងអស់1គីឡូ2ខាំដាក់3ទ្រុង1គីឡូ2ខាំដាក់3ទ្រុងបងប្អូនហើយមេសាហាវបងប្អូននេះច្រើនណាស់គាត់អានេះទ្រុងនេះ7ម៉ែត្រគុណនឹង2ម៉ែត្របាទមិនធម្មតាបងប្អូនអូមើលពេលវាដល់គូបងប្អូននេះបាទនេះដល់គូនេះបងប្អូននេះមើលនេះណែនមកនេះបងប្អូននោះ6 7ជាន់បងហើយខ្លាចយើងណានេះបាទហ្នឹងហើយលើបងទុំជួយបញ្ជាក់ទេបងលេខទូរស័ព្ទបងទុំហើយយើងហ្នឹងក៏មកថាខ្ញុំនិយាយបាទលេខបាទលេខទូរស័ព្ទខ្ញុំបាទបងប្អូនជួងតំណែងចង់បានពងពូជលេខទូរស័ព្ទខ្ញុំគឺ071 37 300 30071មិន031ចឹងបាទ071បងប្អូនមិញខ្ញុំប្រាប់031ច្រឡំបាត់ហើយចឹងបាទហ្នឹង071បងប្អូនណាហ្នឹងហើយ071 37 300គឺ30មិនចឹងហ៎បាទហ្នឹងហើយអរគុណបាទអរគុណច្រើនបងប្អូនហើយមានការតំណែងចាក់តមកគាត់មកមានបញ្ហាកដោបមិនមូលហេតុអីគាត់ប្រាប់ហើយបាទមើលស្តង់មើលអីបាទបញ្ហាត្រង់ធ្វើមិនការពារមិនបាទហើយអត់កើតទេហ្នឹងហើយខ្ញុំចំណាំមកតែឃើញមេតិយៈអញ្ចឹងកដោបគឺមកកើតតែបងទុំច្រើនបានល្អបងប្អូនបាទហ្នឹងបងប្អូនអរគុណច្រើនសម្រាប់លាបាទបងប្អូនសម្រាប់បងប្អូនអរគុណបាទនេះមកត្រង់ទេបងប្អូននេះមកត្រង់នេះថាជា2ថ្ងៃទៀតបងគាត់ដាក់វាទុំបានប៉ោគូទេបាទនេះបាទគូនេះវាមិនតាន់នេះទុំបានចាប់គូហើយនេះបងប្អូននេះបាទចាប់គូហើយនេះហើយពូជស៊ីបងប្អូនតែលេងចាំអញ្ចឹងស៊ីហើយបើយើងឲ្យដល់ចំណីបានល្អគឺពងវាល្អបងប្អូនពងវែងល្អបាទហ្នឹងអ្នកដែលចិញ្ចឹមថ្មីយ៉ាងមិនចាក់តោមកអញ្ចឹងមកបាទហើយមក
แต่ตัวผมตุ้มไปก่อนเมียเจ็กเต้บาแต่เธอไม่ไม่ยังแต่ตัวผมกอดม้อบานบาทุสับก่อนเมียเสียไว้จำยมได้เลยทุสับไอ้มือจิตนั่นไงแต่ตัวผมกอดม้อยังเมียนปองปุ๋ยไอจูนบางโบนมานั่งทำตัวมือเตสนายมือชมบาดตรงมือที่บ่าก่อนมันใบตรงโบน่ะตรงก็ละอแต่ตอนได้โยปองปุ๋ยเต้มาตมันไปไงวันนี้จงคอยเกี่ยวโบนี่มันตรงตีปีbà trong tí 10มันกอดบานน้องบานปีไงก็ได้อยู่หมดตรงเลยน้องกอดบานได้ว่าจะหมดตรงตี10มื้อตาเวปอกปูอย่างน่าทำตัวมือยมบาติดบ่ในตรงตีปีนี่เวตอนนี้ตรงปอกปูหมดบ่ตอนได้โยปองปูจีบ่จังจะตัวมากอดมาคือเมนปองปูอ้อยบางโบบ่นั่งก็มาคูเป้บ่ตอนเลยกอดได้จับดาวมาดักใส่โยปองปูบ่นั่งไงอันนี้ปุยทุนของพ่อปุยทุนนี่ละอ้อนะบ่ามากะโลไอเช่นเราใส่ซับtừ 50 kg ยังจำบานละอว่าอันนี้บอกก้อยมันใบตรงกันกอดđã ปองปุ๋ยเบียร์มากะโลเชียงได้ยังไอ้บ้านทำปีใบกะโลปองปุ๋ยบานของผมมาไอ้จำตัวมือเทศนาจมูกยมบานมาปีตรงจุดละอมันไม่จำทันนั้นหมดยมบาน